phải cam một hồn nâng bay hiệu tao cao nhà này tia chua đó nôm cọp lại xí tê anh bày thôi mày chú nè សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះគឺជាថ្ងៃទី6ហើយដែលជាថ្ងៃដែលរៀបចំរតនៈតទៅទៀតគឺទៅផ្ទះវិញហើយពុកម៉ែបងប្អូនទៅក្រោមវិញចុះទៅក្រោមវិញហើយបាទលាតនៈព្រៃភ្នំលាពពកវិលលាវាថាធម្មជាតិចឹងណាលាធម្មជាតិត្រឡប់ទៅវិញហើយត្រឡប់ទៅទីរៀបវិញហើយពុកម៉ែបងប្អូនហើយកម្មភាពនេះអត់បានថតអីទេញ៉ៃអីវិញឆ្ងាយទេបងប្អូនថតតាមផ្លូវដែលដើរហ្នឹងទៅទេបងប្អូនហើយអត់បានអីទេបងប្អូនដូចខ្ញុំជម្រាបពុកម៉ែបងប្អូនអញ្ចឹងគឺជើងនេះគឺអត់មានបានអីទេគឺអត់សោះហ្មងបានឈើមកទឹកអីមកបានឈើមកខំជាងអីចឹងពុកម៉ែបងប្អូនគឺដូចខ្ញុំបង្ហាញពុកម៉ែបងប្អូនគឺមកគេបកប៉ាអស់ហើយនឹងដើមថ្មងវាអត់ទាន់មានគេមកដល់កន្លែងគេមកដល់អញ្ចឹងទៅក៏ថ្មងអញ្ចឹងទៅហើយមានគេមកដល់ក៏គេបកប៉ាអស់អញ្ចឹងទៅហើយប៉ថ្មីអញ្ចឹងណាអញ្ចឹងវាយើងយកអត់កើតអញ្ចឹងត្រឡប់ទៅវិញអត់មានបានអីទេមានតែថ្នាំទេបងប្អូនមានតែថ្នាំទេធ្វើដំណើរតាមផ្លូវមកតេតក់ហើយចង្ងាយដើរពីផ្លូវហ្នឹងមកក្រោមវិញវាមិនឆ្ងាយណាស់ណាបងប្អូនប៉ុន្តែខ្ញុំចេញដំណើរនេះគឺខ្ញុំចេញមកម៉ោង10ហើយ10ថ្ងៃព្រោះយើងអត់មានអីធ្វើយើងដេកលេងអញ្ចឹងទៅដេកលេងអញ្ចឹងទៅអញ្ចឹងក៏រហូតដល់ថ្ងៃវាភ្លៀងវាលឹមទៅវាពិបាកដើរអញ្ចឹងយើងសុខចិត្តចាំឲ្យវារាំងទៅចាំយើងចុះមកអញ្ចឹងណាបងប្អូនហើយអត់មានបានអីទេបានតែថ្នាំតិចតួចថ្នាំមកមុខតិចអញ្ចឹងណាបងប្អូនថ្នាំមុខតិចហ្នឹងឯងហើយចុះធ្វើដំណើរនេះឆ្លងអូឆ្លងអីទៅដើរតែផ្លូវនេះតាមផ្លូវនេះគេដើរលសោះដែរហ្នឹងបងប្អូនមើលដំណើរមើលផ្លូវនេះគេដើរអញ្ចឹងវាឆ្លាស់ដែរយ៉ាងដើរមិនពិបាកអីទេព្រោះយើងដើរតាមកលងផ្លូវគេអញ្ចឹងអត់ពិបាកអត់ហត់ដូចពេលដែលយើងរុករោឈើទេបើសិនជាយើងរុករោឈើហ្នឹងមិនពិបាកអញ្ចឹងណាបងប្អូនវាយើងរុកវល់រុកដាញរុកអីអញ្ចឹងតែអានេះយើងដើរតាមផ្លូវរហូតដើរតាមផ្លូវរហូតអញ្ចឹងអត់អីទេវាឆ្លាស់ហើយណាមួយយើងដើរលឿនទេបងប្អូនតែมันលឿនប៉ុន្មានដែរហ្នឹងបងប្អូនយើងចេញពីនោះមកមិន10ហើយយើងដើរហត់យើងសារ៉ាអញ្ចឹងទៅអញ្ចឹងវាថាយើងវាមិនសូវធ្ងន់គឺធ្ងន់នឹងថ្នាំឯងហើយមកដល់នេះយប់ដែរម៉ោង9យប់យើងមកដល់នេះម៉ោង9យប់បាទមកដល់ផ្ទះហើយណាមួយទូរស័ព្ទក៏វាអស់ថ្មដែរបងប្អូនអញ្ចឹងអត់សូវបានថតអីឲ្យវិញឆ្ងាយអញ្ចឹងណាហើយមានបងប្អូនមួយចំនួនគាត់ថាមកផ្ញើថ្នាំនេះថ្នាំនោះអុយផងតែចាំមើលជាក់ស្ដែងបើសិនខ្ញុំជួបក៏បានកាប់ឲ្យអញ្ចឹងទៅបើមិនបានជួបទៅក៏អត់បានកាប់ឲ្យចាំជើងក្រោយអញ្ចឹងអីហ្នឹងបងប្អូនហើយសម្រាប់ពុកម៉ែបងប្អូនដែលចង់បានអីគេបានថ្នាំបែបប្រភេទបែបម៉េចអាចតាក់ទងមកខ្ញុំបានតែតាម Telegram នៅក្នុងក្រោម profile របស់ខ្ញុំក្នុង page របស់ខ្ញុំហ្នឹងចូលទៅគឺឃើញលេខទូរស័ព្ទ Telegram របស់ខ្ញុំអញ្ចឹងគាត់ឆាតមកតាម Telegram មកបងឯងដាក់ឈ្មោះប្រាប់តែចង់បានអីចឹងមកអាហ្នឹងស្រួលពេលខ្ញុំយកបានមកខ្ញុំតាក់ទងទៅបងវិញអញ្ចឹងណាបងប្អូនហើយឥឡូវមកដល់នេះហត់គឺនឹកឃើញថាយើងចង់បេះកម្មយកទៅផ្ញើអ្នកផ្ទះបងប្អូននេះដៃគូក៏ដើមរុកម្រងកម្មក៏ដឹងកន្លែងកម្មអញ្ចឹងនេះផ្លែងកម្មភ្នំបងប្អូនតែមិនបាច់ថ្លែងទេបងប្អូនមិនបាច់ថ្លែងទេក្អូបឈ្ងុយផ្លែវាហ្នឹងនេះខែហ្នឹងអត់សូវមានស្វាណាអ្នកសូវមានស្វាវាស៊ីអស់ហើយស្វាស៊ីអញ្ចឹងយើងរោមបានទេតែជួបងប្អូនមិននឹងកម្មស្រុកទេនឹងកម្មស្រុកម៉ែផ្អែមតែនេះម៉ែជួមិននិយាយទេមើលមុខដៃគូមកស៊ីឲ្យធ្វើមុខដល់កមកវាថាផ្លែល្អបងប្អូនហើយខ្ញុំថាកាប់យកទៅផ្ញើអ្នកផ្ទះមកឃ្លាហ្នឹងអត់ក្រោមពី7-10គីឡូបងប្អូនមិនតិចទេណាហើយដើមវានៅនោះឃើញដើមវាបងប្អូនតែឆ្ងាយមេឃវាដោះមកវាផ្លែនៅដីមើលដល់កមើលរសជាតិបងប្អូនបាច់ថ្លែងវាចាមកដំបូងគិតថានេះអញ្ចឹងណាគិតថាផ្ញើតែជូរពេកនេះបងប្អូនពេលជូរពេកអត់យកទៅឲ្យខ្ជិលបងប្អូនហើយអត់ខ្ជិលអត់នេះទៅយកទៅក៏មកកាត់ថ្នាំបងប្អូននេះខ្ញុំកាត់ថ្នាំទៅអានេះគឺប្រភេទដើមនេះបងប្អូនដើមគេហៅថាកម្រើកគុំឬបងប្អូនមួយចំនួនទៀតគេហៅកម្រើករាត្រីហើយឈ្មោះវាហៅតាមតំបន់ទេបងប្អូនហើយនេះវាដើមវាដូចខ្ញែអញ្ចឹងបងប្អូនប៉ុន្តែខ្ញែគឺជាវល្លិតែដើមថ្នាំនេះកម្រើកគុំនេះវាអត់វល្លិទេតែស្លឹកដូចគ្នាស្លឹកវាខ្ញែដូចគ្នាហ្នឹងបងប្អូនដូចដើមខ្ញែមើលទៅដូចដើមខ្ញែបាទ
ដូចគ្នាខុសគ្នាទេប៉ុន្តែគាត់ថាដើមខ្ញែគឺជាប្រភេទវល្លិតែនេះអត់វល្លិទេវាប្រភេទដើមប៉ុន្តែដើមវាអត់សូវធំទេបងប្អូនដើមវាអត់ធំប៉ុនក៏ដៃអីចឹងហ្នឹងអានេះមេឃរបស់វាតែដើមវាលឿងលូតលូតចឹងណាវាលក្ខណៈជាដើមវាមិនមែនផ្លែវាមិនមែនវល្លិដូចវាថាបងប្អូនយល់ហើយវល្លិហើយនឹងដើមគឺខុសគ្នាឥឡូវដល់ពេលកាប់ថ្នាំមកហើយក៏ស្ពាយដើរមកតាមអូហ្នឹងបងប្អូនចុះតាមអូមកហើយដើរផ្លូវដើររាប់អូរហូតទេវគ្គនេះដូចខ្ញុំប្រាប់ចឹងបងប្អូនថ្នាំមកស្ពាយនៅខាងក្រោយខ្នងខ្ញុំគឺថ្នាំហើយគឺអត់មានបានអីទេខ្នែជើងនេះគឺបានតែថ្នាំទេហត់ដែរហ្នឹងបងប្អូនប៉ុន្តែសុបាយចិត្តព្រោះអីចង់នៅតទៀតរូមានផ្លូវត្រូវទៅទៀតប៉ុន្តែទូរស័ព្ទយើងអស់ថ្មវាអត់មាន power bank សម្រាប់ថតវីដេអូទៀតទី1ទី2យើងអស់ស្បៀងបងប្អូនអស់ស្បៀងហើយយើងយកទៅគ្នា2នាក់យកអង្គទៅ10គីឡូហើយនឹងផ្អកយើង1គីឡូយើងអាងដាក់មងដាក់ត្រីដាក់អីចឹងណាតែវាភ្លៀងពេកក៏អត់មានពេលដាក់យើងដាក់វាបានដែរបងប្អូនតែដាក់ទៅភ្លៀងដឹងស្រាប់អីទឹកអូលើភ្នំពេលដែលយើងដាក់ទៅគឺវាហូរហើយគឺមងមានតែយើងដាក់នេះទៅរើសនៅទៅដោះមង10គីឡូដីតាមអូចឹងដាក់នៅទេតែទឹកភ្លៀងធំមកគឺនេះហើយបងប្អូនតែភ្លៀងធំមកគឺទឹកហូរចេញហើយអញ្ចឹងយើងទឹកហូរវាខ្លាំងចឹងទៅវាហូរមងយើងអស់យើងមានបានអីមានអំបិលហើយធម្មតាយើងឡើងព្រៃមកមានអំបិលកពតស៊ីគ្រាន់ហើយអត់មានហងយើងដាក់មកបានតិចមានស្អីបងដាក់ថាផ្អកមកហ្នឹងដើម្បីយើងគោលការពេលខ្លះបានកវាញទៅបានគោមខ្សែយកមកធ្វើលក់ហ្នឹងទៅឲ្យដើមចេកព្រៃចេះខ្វះទេយកកាប់យកមកហូបមកយកមកធ្វើជាលក់ជាតិអស់ទៅបងប្អូនហ្នឹងដើរតាមអូរហូតវគ្គនេះដើរតាមអូរចុះទៅតណៈឲ្យបងប្អូនចុះទៅតណៈជាស្រ័យចុះទៅផ្ទះវិញចេញដំណើរទៅផ្ទះវិញដើរមកនេះហត់ក៏សារ៉ាអង្គុយសិនពិបាកពេកមិនធម្មតាណាបងប្អូនហត់ដើរហត់ក្នុងអូប៉ុន្តែគាត់ថាដើរតាមអូវិទ្យាក្នុងអូចេះយើងដើរទឹកចេះអត់សូវមានទៀកអីបងប្អូនអត់សូវមានទៀកទេតែយើងដើរបែកខាងលើវិទ្យាវាអាចមានទៀកពាក្យតិចដែលនៅក្នុងអូហើយដើរមកអង្គុយមានស្វាបងប្អូនស្វានៅលើខ្ញុំថតស៊ូមមកវានៅឆ្ងាយដែរស្វាដើរលើខ្នងដើរលើដើមឈើចុងឈើស្វាទាំងវងដល់ពេលឃើញយើងវាផ្អើលចឹងរត់ពេញតាណាវិញតាណីហ្នឹងបងប្អូនខ្ញុំនឹងអង្គុយក្រោមដើមហ្នឹងហើយវាអត់ឃើញយើងដល់ពេលវាដើរមកឃើញយើងស្ពាយវ៉ាន់មកមានករងមានអីយើងឃើញយើងរត់ផ្អើលវិញណាវិញណីចឹងទៅហើយយើងចេះថាបានតែមើលវាហ្នឹងមានអីមើលវាទៅអាពួកហ្នឹងវាឃើញយើងមានធ្វើមុខទៅមាត់ដាក់ហ្នឹងហើយបន្ទាប់ពីអង្គុយហត់ហើយបងប្អូនក៏ចេញដំណើរមកទៀតដែរបងប្អូននេះដើរមកតេតក់តាមហ្នឹងទៀតដែរហើយកាមេរ៉ានេះរៀងញ័របន្តិចបងប្អូនដោយសារយើងហត់ទី1ហត់ទី2យើងដើរតាមយើងដើរដំណើរដើរទៅវាអង្គើចឹងវាអត់តន់មានខ្ញុំអត់តន់ចេះជំនាញកម្មវិធីកាត់កុំឲ្យញ័រហ្នឹងអត់តន់មានជំនាញទេបងប្អូនអញ្ចឹងមកថាកំពុងតែស៊ើបទៅតាមដំណើរអញ្ចឹងណាបងប្អូនហើយវីដេអូនេះក៏អត់មានអីច្រើនទេបងប្អូនសម្រាប់វីដេអូនេះគឺមានតែចាំតាមដាននៅខាងនៅផ្ទះហើយបងប្អូនព្រោះអីទូរស័ព្ទចាប់ដើមអស់ថ្មហើយនៅសល់ 10% ទេជាថតបដែតទៅទេបងប្អូនហើយសង្ឃឹមថាចាំទៅដល់ផ្ទះចាំបង្ហាញពុកម៉ែបងប្អូនទៀតថាដល់ម៉ោងប៉ុន្មានអីចឹងណាបងប្អូនឥឡូវវារៀងយប់ដែរហើយល្ងាចហើយបាទនេះយប់ហើយនេះបងប្អូនហើយចាំទៅទស្សនានៅផ្ទះវិញនេះដើរនេះល្ងឹតស្លុបមកដល់កន្លែងម៉ូតូហើយឥឡូវមកដល់ផ្ទះហើយបងប្អូនទូរស័ព្ទវាអស់ថ្មអញ្ចឹងយើងថតអត់បានជាប់លាប់ទេបាទឥឡូវមកដល់ក្រោមហើយបងប្អូនមកដល់ក្រោមដោយសុវត្ថិភាពហើយអរគុណច្រើនសម្រាប់ការតាមដានវីដេអូបងប្អូនអរគុណច្រើនជម្រាបលាកុំភ្លេច follow page អូនថ្មីម្នាក់មួយទៀតផងអរគុណច្រើនបាយបាយ